សូមបិទភ្នែកមួយភ្លេតសូមស្ដាប់ចង្វាក់ជីពចររបស់អ្នកនេះគឺជាសំឡេងនៃជីវិតបេះដូងរបស់អ្នកកំពុងបូមឈាមដោយមិនចេះនឿយហត់ឆ្លងកាត់ស្រស័យរាប់ពាន់ម៉ែត្រនៅក្នុងខ្លួនរបស់អ្នកតើមានអ្វីកើតឡើងនៅពេលដែលការខិតខំមិនចេះនឿយហត់នោះคล้ายជាការតស៊ូដ៏លំបាកទៅវិញតែមានអ្វីកើតឡើងបើសកម្មភាពផ្សេងដ៏សាមញ្ញនៃជីវិតរបស់អ្នកចាប់តាមធ្វើឲ្យខូចខាតដល់សរីរាង្គសំខាន់បំផុតរបស់អ្នកយ៉ាងយឺតៗនិងស្ងាត់ស្ងៀមថ្ងៃនេះយើងកំពុងនិយាយអំពីជំងឺមួយដែលប៉ះពាល់ដល់មនុស្សពេញវ័យជិតពាក់កណ្ដាលនៅសហរដ្ឋអាមេរិកប៉ុន្តែជារឿយៗត្រូវបានគេប្រងើយកន្តើយរហូតដល់វាហួសពេលដែលអាចគ្រប់គ្រងបានទៅហើយយើងកំពុងនិយាយអំពីជំងឺលើសឈាមឬត្រូវបានគេស្គាល់ថាសម្ពាធឈាមឡើងខ្ពស់ជាជំងឺដ៏សាហាវនិងគ្រោះថ្នាក់បំផុតដែលបានទទួលរហស្សនាមដ៏គួរឲ្យភ័យខ្លាចថាឃាតករដែលសម្លាប់មនុស្សយ៉ាងស្ងាត់ស្ងៀមតើអ្វីទៅជាជំងឺលើសឈាមដើម្បីយល់ពីជំងឺលើសឈាមសូមយើងប្រើការប្រៀបធៀបដ៏សាមញ្ញមួយសូមស្រមៃគិតថាស្រស័យឈាមរបស់អ្នកគឺដូចជាទុយោទឹកសម្រាប់ស្រោចដំណាំសម្ពាធឈាមគឺជាកម្លាំងទឹកដែលរុញច្រានទៅលើជញ្ជាំងខាងក្នុងនៃទុយោនោះចំពោះមនុស្សដែលមានសុខភាពល្អទឹកហូរបានរលូនយើងវាស់សម្ពាធនេះដោយចង់បានលទ្ធផលជាតួលេខ2 Systolic លេខខាងលើជាសម្ពាធនៅពេលបេះដូងលោតនិង Diastolic លេខខាងក្រោមជាសម្ពាធនៅពេលបេះដូងសម្រាករវាងចង្វាក់លោតសម្ពាធឈាមធម្មតាគឺតិចជាង120លើ80ប៉ុន្តែចំពោះជំងឺលើសឈាមវាដូចជាមាននរណាម្នាក់បានបិទក្បាលទុយោបង្រួមផ្លូវបង្ហូរឥឡូវនេះបេះដូងត្រូវតែប្រឹងច្របាច់បូមកាន់តែខ្លាំងដើម្បីរុញឈាមបរិមាណដដែលឆ្លងកាត់សរសៃឈាមតូចចង្អៀតទាំងនោះបើសម្ពាធនេះឡើងខ្ពស់ជាប់ដល់130លើ80ឬខ្ពស់ជាងនេះនោះយើងមានបញ្ហាហើយបេះដូងនិងសរសៃឈាមរបស់អ្នកកំពុងធ្វើការក្រោមភាពតានតឹងខ្លាំង24ម៉ោងក្នុងមួយសប្តាហ៍7ថ្ងៃក្នុងមួយសប្តាហ៍ហេតុអ្វីបានជាភាពតានតឹងដ៏យូរអង្វែងនេះបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីព្រោះរលកសម្ពាធខ្ពស់ទាំងនោះទីបំផុតនឹងបង្កការខូចខាតដល់រាងកាយទាំងមូលរបស់អ្នកពួកវាធ្វើឲ្យជញ្ជាំងសរសៃឈាមចុះខ្សោយនិងខូចខាតធ្វើឲ្យពួកវាបាត់បង់ភាពយឺតដំណើរការនេះត្រួសត្រាយផ្លូវសម្រាប់ការកកនៃកំណកខ្លាញ់ចំពោះបេះដូងការងារដែលកើនឡើងអាចនាំឲ្យសាច់ដុំបេះដូងឡើងក្រាស់និងរីកធំដែលទីបំផុតបណ្ដាលឲ្យខ្សោយបេះដូងឬគាំងបេះដូងចំពោះខួរក្បាលសម្ពាធអាចបណ្ដាលឲ្យសរសៃឈាមដាច់ឬស្ទះដែលបណ្ដាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាលដែលជាមូលហេតុចម្បងនៃការពិការរយៈពេលវែងឬក៏មួយជីវិតហើយចំពោះតម្រងនោមប្រព័ន្ធច្រត់របស់វាក៏ត្រូវបានបំផ្លាញដោយសម្ពាធខ្ពស់ជាប់រហូតដែលអាចនាំឲ្យខ្សោយតម្រងនោមឥឡូវនេះសួរថាតើនរណាខ្លះប្រឈមនឹងហានិភ័យការពិតគឺថានរណាម្នាក់ក៏អាចកើតជំងឺលើសឈាមបានដែរខណៈពេលដែលកត្តាខ្លះហួសពីការគ្រប់គ្រងរបស់យើងដូចជាអាយុភន្តុកម្មឬជាតិសាសន៍កត្តាហានិភ័យសំខាន់ជាច្រើនគឺបណ្ដាលមកពីរបៀបរស់នៅថតលើសទម្ងន់របបអាហារដែលមានជាតិសូយ៉ូមឬអំបឺច្រើនកង្វះសកម្មភាពរាងកាយការទទួលទានគ្រឿងស្រវឹងច្រើនពេកនិងការជក់បារីនេះជាមូលហេតុដែលការពិនិត្យគឺមានសារៈសំខាន់ខ្លាំងណាស់សូមចាំថាអ្នកមិនអាចដឹងថាអ្នកមានសម្ពាធឈាមខ្ពស់ទេវាគ្មានសញ្ញាព្រមានណាមួយនៅដំណាក់កាលដំបូងឡើយវិធីតែមួយគត់ដើម្បីដឹងគឺពិនិត្យសម្ពាធឈាមរបស់អ្នកឲ្យបានទៀងទាត់វិធីគ្រប់គ្រងការបង្ការនិងការថែទាំដំណឹងល្អគឺថាជំងឺនេះអាចការពារនិងគ្រប់គ្រងបានខ្ពស់ការចាប់ផ្ដើមគ្រប់គ្រងគឺចាប់ផ្ដើមពីការផ្ដេកចាស់ចិត្តចំពោះរបៀបរស់នៅដែលមានសុខភាពល្អការហាត់ប្រាណទៀងទាត់សូម្បីតែការដើរហាត់ប្រាណរយៈពេល30នាទីក្នុងមួយថ្ងៃក៏អាចបង្កើតភាពខុសគ្នាដ៏ធំបានដែរញ៉ាំឲ្យបានត្រឹមត្រូវទទួលយករបបអាហារល្អសម្រាប់បេះដូងដូចជារបបអាហារ DAS ដែលផ្ដោតលើផ្លែឈើបន្លែគ្រាប់ធញ្ញជាតិនិងកំណត់ជាតិសូយ៉ូមនិងខ្លាញ់មិនល្អឈប់ជក់បារីការប្រើប្រាស់ថ្នាំជក់បារីគឺជាវិធីមួយក្នុងចំណោមវិធីលឿនបំផុតដើម្បីបង្កើនសម្ពាធឈាមរបស់អ្នកជាបណ្ដោះអាសន្ននិងជាអចិន្ត្រៃយ៍ការឈប់ជក់បារីគឺជាជំហានដ៏ធំសម្រាប់សុខភាពបេះដូងរបស់អ្នកចំពោះមនុស្សជាច្រើនការផ្លាស់ប្ដូររបៀបរស់នៅគឺគ្រប់គ្រាន់ហើយ
ចំពោះមនុស្សដែលស្ថិតនៅក្នុងលក្ខខណ្ឌពិសេសណាមួយគ្រូពេទ្យនឹងចាញ់វេជ្ជបញ្ជាថ្នាំដើម្បីជួយគ្រប់គ្រងសម្ពាធដូច្នេះខ្ញុំសូមទុកឲ្យអ្នកនៅគំនិតនេះកុំរងចាំសញ្ញាដែលអាចនឹងមិនបង្ហាញចូលគ្រប់គ្រងប្រព័ន្ធសម្ពាធឈាមរបស់អ្នកពីព្រោះការយល់ដឹងអំពីជំងឺលើសឈាមគឺជាជំហានដំបូងនិងសំខាន់បំផុតនៅក្នុងការទប់ទល់ធាតុកកដែលសម្លាប់មនុស្សយ៉ាងស្ងាត់ៗនេះនិងការទារសម្លេងលូតបេះដូងដ៏មានសុខភាពល្អរបស់អ្នកសូមអរគុណសម្រាប់ការទស្សនា